បកស្រាយអំពីការដង្ហែនាគទៅបួសនិងការបំបួសនាគកំណើតនាគគឺជាកំណើតទេវតាយ៉ាងពិតប្រាកដដែលកើតដោយបុណ្យកុសលរបស់ខ្លួនដែលបានធ្វើកាលនៅជាមនុស្សជីវិតអត្តភាពរបស់នាគមានរូបកាយពិតប្រាកដដែលជាសិទ្ធិអំណាចរបស់ខ្លួនមានចំនួន3គឺរូបកាយជាទេវតាដែលប្រដាប់ដោយគ្រឿងអលង្ការសង្វាតមាសពេជ្រដ៏មានតម្លៃនិងមានពន្លឺភ្លឺឆ្អិនឆ្អៅនិងមានត្បូងពេជ្រពាក់នៅនឹងកដែលមានឫទ្ធិទេជះបារមីដ៏ពូកែស័ក្តិសិទ្ធិសមតាមសេចក្តីប្រាថ្នារបស់ខ្លួនដែលត្រូវការប្រាថ្នាចង់បានអ្វីនឹងបានតាមចិត្តដែលខ្លួនប្រាថ្នាចង់បានហើយនឹងរូបកាយជាសត្វនាគរាជហើយនឹងរូបកាយជាមនុស្សធម្មតានាគសម្បូរភោគទ្រព្យសម្បត្តិច្រើនដែលសុទ្ធតែជាទ្រព្យសម្បត្តិដ៏មានតម្លៃខ្ពង់ខ្ពស់បំផុតនាគសម្បូរញាតិមិត្តផៅពងសន្តានច្រើនកំណើតនាគមានអាយុវែងដែលជាអាយុទិព្វរបស់ទេវតានាគមានឫទ្ធិទេជះបារមីដ៏ពូកែស័ក្តិសិទ្ធិដែលអាចហោះហើរនិងជ្រែកដីជ្រែកទឹកជ្រែកអាកាសនិងប្រមាំងខ្លួនបាននិងប្រែកលាចខ្លួនធ្វើជាអ្វីផ្សេងក៏បាននាគមានសិទ្ធិអំណាចអាចរស់នៅក្នុងទឹកក៏បានរស់នៅលើគោកលើកោះក៏បានជីវិតរបស់នាគចូលចិត្តរស់នៅសម្របសម្រួលតាមធម្មជាតិគឺនាគចូលចិត្តស្រឡាញ់តំបន់ធម្មជាតិល្អនាគចូលចិត្តស្រឡាញ់រាប់អានមនុស្សទូទៅកាលដើមឡើយក្នុងសម័យពុទ្ធកាលគឺកាលដែលព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់ធរមានជីវិតរស់នៅការទ្រង់កំពុងត្រាស់សម្ដែងនៅព្រះធម៌ដល់សព្វសត្វទាំងឡាយឲ្យយល់ផ្លូវប្រព្រឹត្តបប្រតិបត្តិដើម្បីប្រយោជន៍សួគ៌នឹងព្រះនិព្វានដែលរួចផុតអំពីការកើតចាស់ឈឺស្លាប់ក្នុងវដ្តសង្សារក្នុងសម័យកាលដែលព្រះអរហន្តសម្មាសម្ពុទ្ធទ្រង់កំពុងមានជីវិតរស់នៅនោះឯងមានទេវបុត្រនាគមួយរូបដែលបានស្ដាប់ឮនៅព្រះធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងហើយក៏កើតមាននៅចិត្តជ្រះថ្លាដល់យ៉ាងក្រៃលែងបំផុតចំពោះព្រះធម៌ក្នុងព្រះពុទ្ធសាសនាហើយកើតមានចិត្តសទ្ធាជ្រះថ្លាចង់សាងប្រភ្នោះបួសក្នុងព្រះពុទ្ធសាសនាទើបមានអត្តភាពជាមនុស្សសាមញ្ញជនធម្មតាដើរចូលមកកាន់ទីវត្តអារាមរបស់ព្រះភិក្ខុសង្ឃជាសាវករបស់ព្រះអរហន្តសម្មាសម្ពុទ្ធគង់នៅដើម្បីប្រព្រឹត្តប្រតិបត្តិនៅធម៌និងវិន័យរបស់ព្រះពុទ្ធសាសនាតាមគន្លងពាក្យឱវាទរបស់ព្រះអរហន្តសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងនាគដែលមានភេទជាមនុស្សសាមញ្ញជនធម្មតាបានដើរចូលទៅថ្វាយបង្គំព្រះមហាថេរៈដែលជាចៅអាវាសក្នុងទីវត្តអារាមនោះហើយសូមព្រះអង្គបព្វជិបួសក្នុងពេលនោះឯងពេលបួសរួចហើយព្រះថេរៈបានឲ្យទៅនៅក្នុងព្រះវិហារដើម្បីរក្សានិងសម្អាតព្រះវិហារបន្ទាប់មកក៏សម្រាកដេកលង់លក់នៅក្នុងព្រះវិហារដោយចិត្តគិតរវើរវាយស្រមើស្រមៃពេញវាលក្នុងអារម្មណ៍ចង់ឲ្យខ្លួនកើតទៅជាសត្វនាគនៅពេលនោះក៏កើតទៅជាសត្វនាគដែលដេកលង់លក់យូរក្រក្រោករហូតដល់ថ្ងៃរះខ្ពស់ទើបភិក្ខុដតីបានដើរចូលទៅក្នុងព្រះវិហារបានបើកទ្វារព្រះវិហារចូលទៅក៏ឃើញសត្វនាគកំពុងដេកដោយមានរូបកាយជាភ្នែនឆ្វែលវង់ពេញក្នុងព្រះវិហារទើបបានជាភិក្ខុរូបនោះយកដំណឹងនេះទៅប្រាប់ដល់ភិក្ខុទាំងឡាយដែលរស់នៅក្នុងវត្តឲ្យបានដឹងទាំងអស់គ្នាហើយរឿងនេះក៏បានលេចឮផ្សាយខ្ទរខ្ទារទៅហើយមានភិក្ខុដតីបានយកដំណឹងនេះទៅក្រាបទូលដល់ព្រះសម្មាសម្ពុទ្ធដើម្បីឲ្យព្រះអង្គទ្រង់បានដឹងព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានជ្រាបដឹងអំពីនិស្ស័យចិត្តសន្តានរបស់នាគនោះរួចហើយតែព្រះអង្គទ្រង់គង់នៅស្ងៀមមិនទ្រង់បានបន្លឺនៅពាក្យពេចន៍អ្វីឡើយទើបតែភិក្ខុយករឿងនេះមកពិតប្រាប់ដល់ព្រះអង្គជាខាងក្រោយហើយក្នុងពេលនោះឯងព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គទ្រង់ឲ្យភិក្ខុហៅនៅនាគដែលបន្លំខ្លួនបួសនៅក្នុងព្រះពុទ្ធសាសនានោះមកជួបគល់ព្រះអង្គពេលដែលបានមកជួបព្រះសម្មាសម្ពុទ្ធហើយព្រះអង្គទ្រង់បានត្រាស់សម្ដែងអំពីកំណើតនាគដែលជាកំណើតទេវតាមិនមែនជាកំណើតមនុស្សប្រាប់ដល់ពុទ្ធបរិស័ទទាំងឡាយឲ្យបានដឹងហើយព្រះអង្គទ្រង់ត្រាស់សម្ដែងថាកំណើតដែលបួសក្នុងព្រះពុទ្ធសាសនាបានមានតែកំណើតមនុស្សតែម្យ៉ាងប៉ុណ្ណោះកំណើតក្រៅអំពីកំណើតមនុស្សគឺបួសក្នុងព្រះពុទ្ធសាសនាមិនបានឡើយព្រោះថាកំណើតទេវតាមានរូបកាយជាទិព្វដែលខ្សែផ្សោយនៅផលបុណ្យ
ដ៏ជាទិព្វនិងសម្បូរដោយកាមគុណទាំង5ដ៏ជាទិព្វហើយមានអារម្មណ៍សប្បាយត្រេកត្រអាលជាប់ជំពាក់នៅក្នុងកាមគុណទាំង5ដ៏ជាទិព្វដែលមិនអាចស្លៀកពាក់ទ្រទ្រង់នៅភេទជាអ្នកបុស្សក្នុងព្រះពុទ្ធសាសនាបានចំណែកកំណើតសត្វតិរច្ឆានវិញគឺជាកំណើតដែលសោយនៅបាបកម្មដ៏ធ្ងន់ដែលមានអារម្មណ៍ជាប់ជំពាក់នៅក្នុងសេចក្តីទុក្ខវេទនាដ៏យ៉ាងធ្ងន់ធ្ងរក្រៃលែងបំផុតហើយមិនមែនជាកំណើតមនុស្សដែលមានរូបកាយជាសត្វតិរច្ឆានដែលមិនអាចទ្រទ្រង់ស្លៀកពាក់នៅភេទជាអ្នកបួសក្នុងព្រះពុទ្ធសាសនាបានចំណែកកំណើតប្រែតវិញចាំបាច់និយាយទៅអ្វីគឺប្រកាសជាមិនអាចបួសក្នុងភេទជាអ្នកបួសក្នុងព្រះពុទ្ធសាសនាបានឡើយលុះព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងនៅព្រះធម៌ទេសនានេះចប់ទើបនាគដែលបន្លំខ្លួនបួសក្នុងព្រះពុទ្ធសាសនាយំស្រណោះខ្លួនដែលមិនមាននិស្ស័យបានបួសក្នុងព្រះពុទ្ធសាសនាដោយចិត្តបំណងប្រាថ្នាទើបថ្វាយបង្គំសុំពរអំពីព្រះអរហន្តសម្មាសម្ពុទ្ធដើម្បីឲ្យពុគលបុត្រដែលជាមនុស្សពិតប្រាកដមុននឹងបួសក្នុងព្រះពុទ្ធសាសនាត្រូវដាក់នាមហៅឈ្មោះថាជានាគជាមុនសិនដើម្បីឲ្យវង្សត្រកូលរបស់នាគបានមានឈ្មោះថាជាអ្នកបួសនៅក្នុងព្រះពុទ្ធសាសនាយ៉ាងពិតប្រាកដហើយព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គទ្រង់បានទទួលយល់ព្រមតាមការសូមពរអំពីនាគក្នុងពេលនោះទើបប្រវត្តិនៃការបំពុះនាគមានចាប់ពីត្រឹមពេលកាលនោះឯងមក